នឹងរកអេស៊ីសហើយមិនតាន់បាយតាំងពីថ្ងៃមកដល់អធិប្បាយនឹងបងប្អូនមកដល់ក្រុងបាត់ដំបងហើយបាទអាគារជុំវិញនេះគឺច្រើនដែរបងប្អូនបាទនេះបានអញ្ចឹងបានណាបានអញ្ចឹងវាខុសគ្នាទួយមិនអីទេណាអាគារនេះគឺបាទធំល្អណាស់បាទហើយថតឲ្យបងប្អូនទស្សនាមើលបាទពីអាគារនៅក្រុងបាត់ដំបងបាទហើយជាពិសេសនោះបាទអាជីវកម្មរបស់បងប្អូននៅទីនេះគឺបាទមានគ្រប់បាទទាំងអស់អ្វីដែលពិសេសនោះគឺបង្កើតមុខរបរច្រើនហ្នឹងហើយក្រុងបាត់ដំបងយើងនេះដែរគឺបាទអត់តន់ធ្វើស៊ីបោះគ្រួយអត់បាទស៊ីបោះគ្រួយអត់ខ្ញុំអីក៏ហូបដែរស៊ីបោះគ្រួយមើលអាគារធំៗបងប្អូនបាទហ្នឹងហើយប្រឡោះនេះគេហៅថាផ្លូវលេខប៉ុន្មានទេតែសំខាន់គឺអត់តន់ឃើញធ្វើផ្លូវស្អាតទេបាទបងជួសជុលហ្នឹងហើយបងប្អូនបងជួសជុលរឿងគិសនីមានគ្រប់បែបយ៉ាងហើយប្រព័ន្ធទឹកនេះតែសំខាន់រឿងផ្លូវនេះគឺមិនតន់បានធ្វើហើយបងតែជួសជុលមានធ្វើខ្លះអត់ខ្លះហ្នឹងហើយម្ដងនេះផ្សារធំបាត់ដំបងហ្នឹងហើយផ្លូវនេះចាក់ទៅផ្សារធំបាត់ដំបងហ្នឹងហើយផ្លូវពិតជានៅអាគារធំល្អណាស់បាទអានេះហៅថាផ្សារណាត់បើនិយាយស្លាក logo វិញគឺផ្សារធំបាត់ដំបងហ្នឹងហើយមើលចាក់មកចំចំណុចបាទកណ្ដាលតែម្ដងបាទគឺផ្សារធំបាត់ដំបងហ្នឹងហើយបងប្អូនហើយពិតជាហ្នឹងហើយទីធំល្អណាស់បាទដល់ក្រុងបាត់ដំបងយើងថតសកម្មភាពឲ្យបងប្អូនទស្សនាមើលបានដឹងឲ្យបានស្គាល់ពីសកម្មភាពបងប្អូនប្រជាពលរដ្ឋនៅក្រុងបាត់ដំបងហើយជាពិសេសគឺបាទគេហដ្ឋានហ្នឹងហើយគេហដ្ឋានលើអាគារប៉ុណ្ណាណីបងប្អូនមិនគួរជឿទេបាទមិនគួរជឿទេបាទមិនគួរជឿទេមើលទៅអាគារកឹមស្កៃសបោដោយมันមានផ្ទះឈើទេបងប្អូនបាទសិតតែផ្ទះថ្មតែម្ដងបាទសិតតែផ្ទះថ្មហើយសម្បូរអាជីវកម្មបើកលក់បើកអីគ្រប់ទាំងអស់លក់អាវលក់សម្ភារៈលក់អីគ្រប់បែបយ៉ាងមិនថាទូចមិនថាធំបាទមានគ្រប់សារពើហើយគឺក្រុងបាត់ដំបងមានការរីកចម្រើនហើយប៉ុន្តែរឿងផ្លូវមិនទាន់ធ្វើទេបាទត្រឹមតែជួសជុលបាទផ្លូវជួសជុលមិនទាន់ធ្វើទេគឺក្រុងនឹងធ្វើដល់ពេលថ្ងៃក្រោយបាទហើយអាចឆ្នាំ2026 27អាចមកថតមើលម្ដងទៀតអាចនឹងរីកចម្រើនរឿងផ្លូវហើយបងប្អូនបាទលើវាផ្លូវជាតិដែរប៉ុន្តែសំខាន់វាហុយបងប្អូនបាទហុយនឹងហើយអាចជួសជុលនឹងធ្វើបន្តទៀតហ្នឹងនេះមើលអាគារជាប់គ្នាតែម្ដងបាទអេមហ្នឹងហើយបងប្អូននេះឡានជប់មុខឡានគេហ្នឹងមើលខាងនោះអាគារហ្នឹងគឺអាគារយូរឆ្នាំមកបងប្អូនឃើញអញ្ចឹងណាបាទតាំងពីសម័យកាលណាមកបងប្អូនសម័យកាលច្រើនអាគារនេះស្ដារាប់ឆ្នាំមកបងប្អូនយើងឃើញអញ្ចឹងនេះអាគារសង្គមចាស់បងប្អូនបាទសង្គមចាស់ហ្នឹងអាគារហ្នឹងសង្គមចាស់តាំងពីឆ្នាំណាឆ្នាំនេះយើងកើតអត់ទាន់ដល់ផងបាទហ្នឹងហើយកើតអត់ទាន់ដល់ផងឥឡូវយើងបន្តទស្សនាមើលម្ដងទៀតណានោះនេះក្រាស់តេឡាខ្មែរណាហើយទៅមើលខាងនេះវិញនេះคลิกថតឲ្យបងប្អូនមើលទៅខាងនេះនេះវិញយើងមកដល់ស្អីគេនេះតៅហ៊ូបបផេកបាត់វងមកជុំណែស្រោចទិញបាន
យើងបន្តទៅទៀតបងប្អូនហើយនេះគេថាមកដល់វត្តទីនេះវត្ត8សហ៎វត្តអី គេដល់វាមានឯករាជ្យខេត្តបាត់ដំបង នេះបងប្អូនមើលទស្សនភាពបាទនេះ តាមរកមក បរទេសបាទទីมันเลื่อนอันนี้ก็เปิดมันเลื่อนแต่มือนึงคือเลื่อน ហ្នឹងឥឡូវមកដងមាត់ស្ទឹងនេះស្ទឹងសង្កែថែហ្នឹងឥឡូវមើលទេសភាពមកដល់គេថាវាមានឯករាជ្យខេត្តបាត់ដំបងហ្នឹងហើយអូយើងមានទស្សនភាពស្រស់ស្អាតណាស់បងប្អូនបាននិយាយពីថាផ្លូវស្អាតនិយាយថាខេត្តបាត់ដំបងយើងពិតជានេះឲ្យបងប្អូនបានតិចៗបងតិចៗបាទមើលទស្សនភាពស្អាតហ្នឹងស្អាតមែនបងប្អូនហើយកុំលឺពេកមួយមើលទស្សនភាពស្អាតនេះណាអូហ្នឹងបងប្អូនមើលទស្សនភាពក្រុងបៃលិនតែម្ដងក្រុងបាត់ដំបងច្រឡំបៃលិនបាត់ដំបងបងប្អូនបាននេះសាលាខេត្តបាត់ដំបងណាបងប្អូនស្គាល់អត់បងប្អូននៅមុខទៀតហ្នឹងហើយមុខទៀតគឺសាលាខេត្តបាត់ដំបងបាទនេះរដ្ឋកោទឹកបាត់ដំបងទេបាទនៅមុខទៀតគឺសាលាខេត្តបាត់ដំបងបាទណាតិចបងតិចអ្វីដែលសំខាន់ណាតើបងប្អូនស្គាល់ទេបងប្អូននៅមុខនោះគឺសាលាខេត្តបាត់ដំបងហើយនេះសាលាខេត្តបាត់ដំបងបងប្អូននេះមើលហើយហ្នឹងហើយឥឡូវនេះនិយាយវាថាណែទេសភាពមិនធម្មតាទេគឺដើមឈើនៅជុំវិញហ្នឹងហើយនេះគឺប្រមាត់កង់3ហ្នឹងហើយអូអែមនិយាយវាថានោះហៅឡូជិះសួរបាទជិះសួរតែជិះបងជាបានបងផងនៅប្រែបងthamកាយ៉ាងបាទអរគុណច្រើនអីវ៉ាន់មេម៉ូរីហ្នឹងនៅតាមមេម៉ូរីអីប្រហែល G 64G តោបងបាទណាតោបងអីបាន128 G ក៏មានហើយលក់បានទេហ៎64G ទៅមកក្របប្រហែលទូបាទទូធំទូទៅណាល់មកណាSD អាទូហ្នឹងបាទ32តែប្រហែល 25,000ហើយគេលក់ខ្ញុំ$20ណា20ណាអរណាអត់ល្អហ្នឹងបងប្អូនទស្សនភាពនៅក្រុងបាត់ដំបងពិតជាស្រស់ស្អាតណាស់បាទហើយមើលទៅបងប្អូនមកតាមរូបភាពនេះពិតជាល្អហ្នឹងហើយណែមើលហើយស្អាតបងប្អូនបាទនិយាយថាយើងកុំភ្លេចមកទីក្រុងបាត់ដំបងដងស្ទឹងសង្កែបាទហើយនោះផ្លូវអីចាអមិនទេគេចូលបានចាគេរើអស់ចានេះยังไงមុនផឹកមកផឹកពេលហ្នឹងគេរើអស់ហ្នឹងឥឡូវយើងមើលទស្សនាមើលស្ពានចាស់នេះខាងនោះស្ពានចាស់នេះស្ពានថ្មីបងប្អូនស្ពានថ្មីគេអាចឆ្លងបានតែស្ពានចាស់បាទយើងអាចមើលដើរទស្សនាមើលបានបាទស្ពានចាស់ហ្នឹងគឺនៅសម័យដែលយើងអត់បានកើតបាទហើយដងស្ទឹងនេះបងប្អូនមកដងអូណែស្ទឹងសង្កែយើងបាទខៀវល្ងិតបាទមិនធម្មតាទឹកស្អាតណាស់ហ្នឹងហើយបងប្អូននេះនិយាយថាយើងមកដល់នេះអែមមកជ្រុកមកទស្សនភាពនៅតាមផ្លូវបាទបងប្អូនពិតជានេះមែនបាទអ្វីដែលវាហ្នឹងបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទកុំភ្លេចជួយ Subscribe ណាមួយផងបាទសូមអរគុណសូមជម្រាបលាបាទ